សួស្តីទាំងអស់គ្នាអញ្ចឹងថ្ងៃនេះវីដេអូថ្ងៃនេះវើជួបគ្នាម្ដងទៀតហើយតើតើជាមួយនឹង insurance clause ទី19នៅក្នុងសភៅ FIDI Grade Book ទាំងអស់គ្នាអញ្ចឹងនៅក្នុង clause នេះដែរដោយសារក្នុង insurance វាមានច្រើនទាំងអស់គ្នាអញ្ចឹងខ្ញុំจะបង្ហាញចំណុចសំខាន់ដំបូងចា៎ key point of insurance តើតើជាមួយនឹងចំណុចសំខាន់ដែលយើងប្រើប្រាស់ insurance ហ្នឹងវាមានអីគេខ្លះអញ្ចឹងយើងមើលមកទី1តើតើជាមួយនឹង risk transfer moves the financial risk of loss from you to the insurer កន្លែងនេះមានន័យថាចេះក្នុងនាមជា contractor គាត់ត្រូវតែទិញ insurance មួយដើម្បីឲ្យក្រុមហ៊ុន insurance ហ្នឹងគាត់មានន័យថាគាត់ធានាជាមួយនឹងការខាតបង់ទាំងឡាយណាដែលកើតឡើងជាយថាហេតុអញ្ចឹងក្នុងនាមជា contractor ពេលយើងបានបញ្ចេញខាងម្ចាស់គម្រោងហ្នឹងគាត់ឲ្យយើងទិញ insurance ឲ្យលើគាត់ហើយលើក្រុមហ៊ុនមានន័យថាលើការងារដែលយើងមកបានទាំងអស់គ្នាខ្ញុំឧទាហរណ៍ថា on site accident can happen អញ្ចឹងតើតើជាមួយនឹង the worker get injured ឬក៏ grand damage a nearby house ឬក៏ fire break out អញ្ចឹង instead of contractor paying all the money for these losses the insurance company pay មានន័យថាចាករណីថាបើសិនជាមានករណីកើតឡើងដូចជាភ្លើងឆេះឬក៏មានគេហៅថាកម្មករគាត់មានគ្រោះថ្នាក់អីអញ្ចឹងក្នុងនាមជា contractor យើងអត់អាច pay លុយឲ្យគេ direct ទេយើងត្រូវការទិញ insurance ដើម្បីឲ្យក្រុមហ៊ុន insurance ហ្នឹងគេ pay ជំនួសយើងអញ្ចឹងអាហ្នឹងហើយដែលភាសាអង់គ្លេសយើងហៅថា risk transfer ហើយចំណុចទី2តើទៅនឹង premium នេះគេថា the regular payment you make to keep the insurance coverage active អញ្ចឹងកន្លែងនេះមានន័យថាគឺជាទឹកលុយដែលក្រុមហ៊ុនគេហៅ contractor ហ្នឹងគាត់ត្រូវទិញពីក្រុមហ៊ុន insurance ដើម្បីឲ្យនៅពេលដែលមានបញ្ហាខាងក្រុមហ៊ុន insurance ហ្នឹងគាត់ pay ឲ្យយើងអញ្ចឹងគេថា the contractor pay a regular amount to insurer during the project example the contractor pay $5,000 to insure the worker and equipment for 1 year អញ្ចឹងខ្ញុំឧទាហរណ៍ថាបច្ចេកហ្នឹងរយៈពេលវា1ឆ្នាំចាប់ផ្ដើមពីពេលដែល contractor ទទួលបានបច្ចេកហ្នឹងមកអញ្ចឹងរហូតដល់បញ្ចប់បច្ចេកវារយៈពេល1ឆ្នាំអញ្ចឹងក្នុងនាមយើងជាអ្នកសាងសង់យើងត្រូវទិញ insurance ហ្នឹងគេអាចលក់ចំនួនតាមស្តង់ដារដែលគេឲ្យយើងអញ្ចឹងខ្ញុំឧទាហរណ៍ឡើងនេះ 5,000 អញ្ចឹងយើងមាន 5,000 ហ្នឹង cover ទៅហើយពេលមានបញ្ហាអីគឺក្រុមហ៊ុន insurance pay ទាំងអស់តែយើង pay លុយឲ្យ insurance តែ 5,000 ទេអញ្ចឹងទី3តើតើមកនឹង policy គេថា the written contract that explain the coverage term and condition the written agreement that say exactly what risks are covered ឧទាហរណ៍ the policy say that it cover fire thief accident third party damage but not malware and tear ចឹងកន្លែងនេះចង់មានន័យថា policy នៅក្នុងក្រុមហ៊ុន insurance ដែលយើងទិញណាគឺវាសំខាន់ណាស់ថាតើលក្ខខណ្ឌណាខ្លះដែលគេ cover នៅពេលដែលមានបញ្ហាក្នុងនេះឧទាហរណ៍ថាគេ cover លើ fire លើការភ្លើងឆេះឬក៏ thief ករណីមានចោរលួចឬក៏មានបញ្ហា accident គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់អីមួយនៅក្នុងការដ្ឋានឬក៏ third party damage នេះមានន័យថាប៉ះពាល់ដល់ជនទី3ទាំងអស់គ្នាអញ្ចឹងនៅពេលដែលមានបញ្ហានឹងកើតឡើងជាយថាហេតុគឺនៅក្នុងអា condition ក្រុមហ៊ុន insurance ហ្នឹងគឺគេថាគេនឹង pay ឲ្យយើងអញ្ចឹង policy ឡើងហ្នឹងសំខាន់ណាស់ទាំងអស់គ្នាហើយទី4តើតើជាមួយនឹង coverage គេថា the scope of protection អញ្ចឹង scope of protection មានន័យថាតើគេការពារលើអីគេខ្លះ scope អីគេខ្លះអញ្ចឹងឧទាហរណ៍ថា if a truck on the side damage a public road coverage insure the insurer pays the repair costs អញ្ចឹងកន្លែងនេះមានន័យថាឧទាហរណ៍ថាយើងកំពុងតែធ្វើការសាងសង់អីមួយហើយយើងមានឡានដឹកទំនិញឬក៏ដឹកអីវ៉ាន់ចូលវាប៉ះពាល់ដល់ផ្លូវសាធារណៈវាបំផ្លាញផ្លូវសាធារណៈអីចឹងណាដោយសារអីវ៉ាន់ធ្ងន់អញ្ចឹងកន្លែងហ្នឹងក្រុមហ៊ុន insurance គេត្រូវតែរៀបចំ repair ជួសជុលឡើងវិញផ្លូវហ្នឹងឲ្យយើងហើយដល់ពេលចុងក្រោយតើទៅនឹង claim នៅពេលដែល something happen contractor ត្រូវតែ inform ទៅក្រុមហ៊ុន insurance ដើម្បីយើង claim លុយឧទាហរណ៍ថាធ្វើការ the worker breaks the leg worker គាត់មានបញ្ហាគ្រោះថ្នាក់អីមួយទៅគាត់បាក់ជើងបាក់ដៃអញ្ចឹងណាអញ្ចឹងខ្លួនខ្ញុំជា contractor យើងត្រូវ make a claim ទៅក្រុមហ៊ុន insurance អញ្ចឹងក្រុមហ៊ុន insurance ពេលហ្នឹងគេនឹងមកសិក្សាហើយគេមានគេហៅថា evidence ណាអញ្ចឹងយើងអាច claim ថ្នាំឬក៏លុយអីឲ្យទៅខាង worker បាន
ដល់ពេលអូខេចុងក្រោយវាតកតងជាមួយនឹងclause 19.2 កន្លែងនេះសំខាន់ណាស់ទាំងអស់គ្នាដោយសារ clause ហ្នឹងវាមានដល់6អញ្ចឹងនៅក្នុងវីដេអូក្រោយខ្ញុំនឹងបញ្ជាក់បង្ហាញលម្អិតមួយថា insurance to be provided by contractor អញ្ចឹងក្នុងនាមជា contractor នៅក្នុងសភៅ FIDIC ហ្នឹងតើយើង cover អីគេខ្លះអញ្ចឹងទី1 the works ទី2តកតងនឹង goods នេះទាំងគ្នាខ្ញុំផ្លេច S មួយដោយសារ good នេះតកតងនឹងទំនិញទី3 liability for breach of professional duty ពាក្យកន្លែងនេះគឺចង់មានន័យថាបើសិនជា contractor គាត់មាន scope ដែលមាន design អញ្ចឹងបើសិនជាគាត់ design នៅលើ scope អីមួយគាត់ត្រូវចេញអា professional duty insurance ហើយការ design ខុសអីចឹងទាំងអស់គ្នាដែលមួយទៀតគេហៅពាក្យ PI ហើយទី4តទៅនឹង injury to persons and damage to property កន្លែងនេះប៉ះពាល់ដល់មនុស្សឬក៏ជនទី3ចំណែកទី5តទៅជាមួយនឹង injury to the employee ជាមួយនឹងបុគ្គលិកតើ insurance ទៅលើបុគ្គលិកមានអីគេខ្លះហើយនឹងទីចុងក្រោយហ្នឹង other insurance required by laws and by local practice កន្លែងនេះមានន័យថាបើសិនជាច្បាប់នៅក្នុងប្រទេសកម្ពុជាយើងត្រូវឲ្យមានទិញ insurance លើកអីគេខ្លះយើងត្រូវតែទិញ cover ឲ្យទៅខាងម្ចាស់គម្រោងណាអញ្ចឹងដោយសារ clause ទាំងអស់នេះវាមាន detail ច្រើនហើយវាលម្អិតខ្ញុំនឹងdetail នៅក្នុងវីដេអូក្រោយសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអរគុណច្រើនទាំងអស់គ្នាដែលបានតាមដានវីដេអូខ្ញុំកន្លងមកហើយសង្ឃឹមថាវីដេអូទាំងអស់នេះអាចជួយជាប្រយោជន៍ដល់អ្នកទាំងអស់គ្នាហើយកុំភ្លេច subscribe ហើយ share ឲ្យគ្នាយើងដឹងផងណាអរគុណច្រើន